អូខេអញ្ចឹងជាបន្តទៅទៀតខ្ញុំនឹងចែករំលែកបាទតកតងទៅនឹងច្បាប់ចរាចរណ៍ខ្លះៗបាទដើម្បីឲ្យបងប្អូនយើងបានជ្រាបកាន់តែច្បាស់បាទអញ្ចឹងនៅក្នុងនេះខ្ញុំចង់ឲ្យបងប្អូនយើងបដោតទៅលើ4ចំណុចដែលសំខាន់នៅក្នុងសុវត្ថិភាពចរាចរណ៍ផ្លូវគោកអញ្ចឹងទី1គឺបាទតកតងទៅនឹងភ្លើងសញ្ញាចរាចរណ៍បាទទី2តកតងទៅនឹងផ្លាកសញ្ញាចរាចរណ៍ទី3បាទតកតងទៅនឹងគំនូសសញ្ញាចរាចរណ៍ហើយទី4គឺអ្នកងារចរាចរណ៍បាទ4នេះគឺសំខាន់ណាស់នៅក្នុងសុវត្ថិភាពចរាចរណ៍ផ្លូវគោកអញ្ចឹងគេសូមបងប្អូនយើងរួមគ្នាបាទកាត់បន្ថយការបំពានការទៅលើការអនុវត្តច្បាប់ចរាចរណ៍ហ្នឹងទៅបាទនោះបងប្អូនយើងនឹងទទួលបានសុខសុវត្ថិភាពទាំងអស់គ្នាហើយបាទអញ្ចឹងនៅក្នុងហ្នឹងខ្ញុំលើកយកចំណុចទី1បាទតកតងទៅនឹងអូខេភ្លើងសញ្ញាចរាចរណ៍អញ្ចឹងភ្លើងសញ្ញាចរាចរណ៍គឺមាន3ពណ៌បាទមាន3ពណ៌អញ្ចឹងគឺបាទពណ៌បៃតងបាទពណ៌លឿងហើយនិងពណ៌ក្រហមអញ្ចឹងពណ៌លឿងមានន័យសំទោសពណ៌បៃតងបាទមានន័យថាម៉េចបាទពណ៌បៃតងបានន័យថាបងប្អូនយើងអាចបន្តដំណើរទៅមុខទៀតបានបាទហើយសម្រាប់ពណ៌លឿងបាទគឺមានន័យថាឲ្យបងប្អូនយើងអូខេប្រុងប្រយ័ត្នឬក៏ប្រុងប្រៀបបាទបន្ថយល្បឿនត្រៀមនឹងឈប់ដោយសារអីភ្លើងក្រហមចិត្តមកដល់បាទចំណុចកន្លែងនេះខ្ញុំឃើញបងប្អូនយើងភាគច្រើនជាទូទៅគឺអនុវត្តពុំបានត្រឹមត្រូវទេដោយសារអីបាទនៅពេលដែលមានភ្លើងលឿងមកដល់អញ្ចឹងគឺថាបងប្អូនយើងភាគច្រើនគឺបញ្ញាប់បាទបន្ថែមល្បឿនធ្វើម៉េចកុំឲ្យភ្លើងក្រហមមកដល់ដែលជាការអនុវត្តខុសពីភ្លើងសញ្ញាចរាចរណ៍អញ្ចឹងទី1វាអាចងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទៅដល់អ្នកដទៃអូខេអញ្ចឹងភ្លើងសញ្ញាចរាចរណ៍ហ្នឹងគឺសំខាន់បាទសំខាន់មែនទែនសម្រាប់បងប្អូនយើងពីមុនយើងមាន3ពណ៌អញ្ចឹងតែក្រោយមកយើងមានការធ្វើការកែប្រែបាទយើងដាក់ដូចជាសញ្ញាព្រួញទៅមុខត្រង់បត់ឆ្វេងបត់ស្ដាំអីចឹងទៅបាទអញ្ចឹងវាមាន3ពណ៌ដដែលទេក៏ប៉ុន្តែគេបដូរទៅជាសញ្ញាព្រួញអញ្ចឹងបងប្អូនយើងធ្វើដំណើរកាន់តែមានភាពងាយស្រួលមែនទែនបាទហើយដល់ពេលយើងធ្វើការកែលម្អកាន់តែល្អជាងមុនបាទគឺល្អខ្លាំងមែនទែនគឺយើងដាក់ជាលេខវិនាទីតែម្ដងបាទដើម្បីឲ្យបងប្អូនយើងងាយសម្គាល់ថាប្រហែលវិនាទីទៀតដែលពណ៌លឿងនឹងមកដល់ឬក៏ពណ៌ក្រហមនឹងមកដល់អីចឹងទៅអញ្ចឹងងាយស្រួលបងប្អូនយើងធ្វើការគេបន្ថយល្បឿនឬក៏បន្តដំណើរទៀតអីចឹងទៅបាទហ្នឹងនៅក្នុងចំណុចទី1បាទ